កាណាដាមិនត្រឹមតែភ្ជាប់មេត្រីភាពធម្មតាជាមួយឥណ្ឌាប៉ុណ្ណោះទេតែប្រទេសទាំងពីរនឹងកាន់តែពង្រីកចំណងទាក់ទងឲ្យធំទូលាយប្រកបដោយមហិច្ឆតាមានការតម្រង់ទិសនឹងទស្សនវិស័យវែងឆ្ងាយនេះជាប្រសាសន៍សាទររបស់នាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney នាឱកាសដំណើរទស្សនកិច្ចលើកទី1នៅរដ្ឋធានី New Delhi ឯម្ចាស់ផ្ទះនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានសម្ដែងក្តីស្វាគមន៍ដោយរំលឹកថារដ្ឋាភិបាលទីក្រុងអូតាវ៉ានិង New Delhi ស្គាល់ទំនាក់ទំនងប្រកបដោយសន្ទុះថាមពលវិជ្ជមានខ្លាំងក្លានិងមានទំនុកចិត្តចំពោះគ្នាទៅវិញទៅមកថ្ងៃច័ន្ទទី2មីនាកាណាដានិងឥណ្ឌាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនសម្ដៅវិនិយោគទុនលើវិស័យថាមពលបច្ចេកវិទ្យារ៉ែដីកម្រនិងរ៉ែអ៊ូរ៉ាញ៉ូមបើតាមកិច្ចព្រមព្រៀងប្រទេសទាំងពីរសហការចម្រាញ់រ៉ែដីកម្រពិសេសរ៉ែអ៊ូរ៉ាញ៉ូមដែលជាធាតុសំខាន់ក្នុងដំណើរការផលិតថាមពលនុយក្លេអ៊ែរកាណាដាយល់ព្រមបោះទុនវិនិយោគប្រមាណ $2.6 ពាន់កាណាដាប្រហែល $1.6 ពាន់លានអឺរ៉ូមានប្រជាជន1.4 ពាន់លាននាក់ច្រើនជាងគេលើពិភពលោកនិងជាប្រទេសប្រើថាមពលដ៏ចម្បងខ្លាំងឥណ្ឌាចង់បង្កើនសមត្ថភាពផលិតថាមពលនុយក្លេអ៊ែរឲ្យកាន់តែច្រើនចាប់ពី8ដល់100 GW ក្នុងឆ្នាំ2047បើតាមនាយករដ្ឋមន្ត្រីឥណ្ឌាប្រទេសទាំងពីរនឹងសហការផលិតក្បាលរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូចតែទំនើបជឿនលឿនហើយអាចផលិតថាមពលអគ្គិសនីបានច្រើនជាងក្បាលរ៉េអាក់ទ័រសប្តាហ៍ថ្ងៃប្រមុខដឹកនាំឥណ្ឌាលោក Modi ក៏ចង់ជំរុញទំហំដោះដូរពាណិជ្ជកម្មទ្វេភាគីជាមួយកាណាដាឲ្យឈានដល់កម្រិត$50 លានក្រៅពីផ្នែកសេដ្ឋកិច្ចឥណ្ឌានិងកាណាដាមានមហិច្ឆតាកែសម្រួលកិច្ចព្រមព្រៀងការពារជាតិដើម្បីឲ្យក្លាយជាដៃគូសហការយុទ្ធសាស្ត្រផ្នែកសន្តិសុខនិងការពារជាតិកាណាដានិងឥណ្ឌាចុះកិច្ចព្រមព្រៀងវិនិយោគទុនលើវិស័យបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែររ៉ែដីកម្រនិងរ៉ែអ៊ូរ៉ាញ៉ូមនៅទីក្រុង New Delhi មេដឹកនាំកាណាដានិងឥណ្ឌាបានសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនដែលក្នុងនោះរួមមានវិនិយោគទុនលើវិស័យបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែររ៉ែដីកម្រនិងរ៉ែអ៊ូរ៉ាញ៉ូមក្រៅពីផ្នែកសេដ្ឋកិច្ចប្រទេសទាំងពីរបានបង្ហាញមហិច្ឆតាកែសម្រួលកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងវិស័យការពារជាតិដើម្បីឲ្យក្លាយជាដៃគូសហការក្នុងវិស័យការពារជាតិគួររំលឹកជូនថារដ្ឋាភិបាលទីក្រុងអូតាវ៉ានិង New Delhi ធ្លាប់ជួបភាពប្រកម្មប្រកូលខ្លាំងនិងឈានដល់បិទស្ថានទូតអស់2ឆ្នាំនគរបាលស៊ើបអង្កេតកាណាដាកាលពីចំនួនអតីតនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានចោទប្រកាន់ថាមេដឹកនាំក្នុងរដ្ឋាភិបាលឥណ្ឌាមានជាប់ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់មេដឹកនាំចលនាសិទ្ធិក្នុងឆ្នាំ2023នៅទឹកដីកាណាដាថ្នាក់ដឹកនាំប្រទេសទាំងពីរទើបតែសម្រួមភាពតានតឹងហើយចាប់ផ្ដើមមើលមុខនឹងចាប់ដៃគ្នាឡើងវិញនៅបណ្ដាលខែ2025តែប៉ុណ្ណោះការខិតរកគ្នានេះគ្មានអ្វីផ្សេងក្រៅពីផលប្រយោជន៍ពាណិជ្ជកម្មនោះឡើយដែលបើថាភាគីទាំងពីរឥណ្ឌាកាណាដាសុទ្ធតែប្រឈមឧបសគ្គរនាំងពន្ធជាតិធ្ងន់ធ្ងរពីសំណាក់សហរដ្ឋអាមេរិកដាក់រនាំងពន្ធជិត 15% លើទំនិញកាណាដានិងទំនិញខ្លះទៀតកម្រិតពន្ធដល់ទៅ 85% ឯណោះម្ល៉េះហើយទើបនាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney ខំប្រឹងបង្កើនដៃគូពាណិជ្ជកម្មផ្សេងឲ្យច្រើនដើម្បីបន្ថយការពឹងផ្អែកទៅលើជំជាញពាណិជ្ជកម្មជាមួយ Washington ចេញពីឥណ្ឌាលោក Mark Carney បន្តទៅអូស្ត្រាលីនិងជប៉ុនថែមទៀតដោយអ្នកនាំពាក្យតាមเพจសង្គមព្រឹត្តិការណ៍ Social Events